នេះគឺជាវិធីកែច្នៃមួយបងប្អូនយើងមានទីយ៉ូមកហើយយើងកាត់វាឆិតចឹងមកបងប្អូនយើងគឺការកាត់វាចឹងមកហើយយើងយកវាទុកសិនហើយយើងយកកដុងមួយមកយើងយកក្របវាយើងចោះវាឲ្យចំកណ្ដាលបងប្អូនឆ្មាចោះចឹងមកចោះចឹងមកបងប្អូនហើយយើងយកដាក់ត្បាល់ជាហ្នឹងយើងយកមកកាត់ចឹងមកយើងដោតវាហើយយើងដាក់ចោវាឲ្យចិត្តចឹងមកបងប្អូនហើយយើងយកកដុងមកយើងក្របវិញហើយយើងដាក់ទឹកចឹងមកហើយយើងយកទីយ៉ូដែលយើងកាត់មិញហ្នឹងយើងយកមកដោតឲ្យជាប់ពីលើកដុងហ្នឹងមកហើយបន្ទាប់មកយើងយកទៅដាក់នឹងគល់ដាំដំណាំយើងដែលដាំចឹងបងប្អូនពេលចឹងទៅវាតក់ស្រោចដំណាំយើងវាដូចជាទឹកកណ្ដក់ចឹងបងប្អូនហ្នឹងហើយវីដេអូហ្នឹងវាមានតែប៉ុណ្្នឹងបងប្អូនបើពេញចិត្តកុំភ្លេច follow មួយបងប្អូន